ការផ្ដល់កម្លាំងចិត្តឲ្យគ្នាក្នុងពេលមនុស្សមានការអស់សង្ឃឹមនោះកើតភាពរួញរាឬកំពុងប្រឈមមុខជាមួយហេតុការណ៍ដែលពិបាកចិត្តយ៉ាងខ្លាំងរបស់ដែលត្រូវការជាងគេពេលនោះគឺកម្លាំងចិត្តពីអ្នកដទៃជាពិសេសអ្នកដែលចិត្តដិតស្និទ្ធស្នាលជាមួយកម្លាំងចិត្តជាថ្នាំពៅពិសេសជាថ្នាំជំរុញឲ្យមនុស្សយើងមានកម្លាំងតស៊ូក្នុងជីវិតតទៅទៀតធ្វើឲ្យភាពរុញរាអស់សង្ឃឹមបាត់អស់យើងក៏ត្រូវការកម្លាំងចិត្តពីអ្នកដទៃហើយអ្នកដទៃក៏ត្រូវការកម្លាំងចិត្តពីយើងដែរដូច្នេះមនុស្សយើងគួរតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកមិនមែនចាំតែទទួលកម្លាំងចិត្តពីអ្នកដទៃនោះទេការឲ្យកម្លាំងចិត្តដល់អ្នកដទៃនោះជារឿងល្អជារឿងដែលគួរធ្វើណាស់យើងគួររៀនធ្វើឲ្យคล้ายទៅជាទម្លាប់ជាពិសេសចំពោះអ្នកជិតខ្លួនអ្នកដែលគេធ្វើល្អចំពោះយើងជួយដល់យើងហើយមានទឹកចិត្តចំពោះយើងក៏ត្រូវផ្ដល់កម្លាំងចិត្តឲ្យគេជានិច្ចកុំឲ្យខ្វះខាតការផ្ដល់កម្លាំងចិត្តនោះធ្វើបានច្រើនយ៉ាងណាស់ដូចជាការឲ្យរបស់ញ៉ាំរបស់ប្រើប្រាស់ឬជាកាដូរង្វាន់អ្វីមួយតែការផ្ដល់កម្លាំងចិត្តដែលសំខាន់និងល្អបំផុតគឺពាក្យសម្ដីការនិយាយស្ដីល្អនិយាយសរសើរនៅពេលគេធ្វើល្អធ្វើត្រូវទុកថាល្អណាស់ទៅហើយបើសិនជាធ្វើថ្លោះធ្លោយនោះត្រូវនិយាយផ្ដល់កម្លាំងចិត្តដល់គេជាថ្មីមិនស្ដីបន្ទោសឲ្យគេទេតែត្រូវណែនាំវិធីធ្វើដែលត្រឹមត្រូវដល់គេបែបនេះក៏ទុកថាផ្ដល់កម្លាំងចិត្តដែររួមទាំងនៅពេលដែលគេមានការអស់សង្ឃឹមមានការឈឺចាប់ក៏ត្រូវនិយាយលួងលោមផ្ដល់កម្លាំងចិត្តដល់គេបង្ហាញពីភាពអាណិតអាសូរធ្វើខ្លួនជាមិត្តរួមទុក្ខរបស់គេក៏ជាហេតុនាំឲ្យមានចិត្តរាប់អានគ្នាបានដែរកុំហុសដោយសារការធ្វើឲ្យអ្នកដទៃបាត់បង់កម្លាំងចិត្តដែលជាការមិនបង្កឲ្យមានភាពល្អប្រសើរឡើយមានតែបង្កសត្រូវមួយមុខប៉ុណ្ណោះការផ្ដល់កម្លាំងចិត្តដល់អ្នកដទៃទើបប្រសើរជាងធ្វើឲ្យអ្នកដទៃបាត់បង់កម្លាំងចិត្តគូតស៊ូដែលពិតប្រាកដក្នុងការងារគ្រប់បែបយ៉ាងតែងតែមានការប្រណាំងប្រជែងតស៊ូមានផលវិបាកខុសៗគ្នាដែលគេហៅថាឧបសគ្គក្នុងរឿងធ្វើការនិងរកស៊ីអ្នកដែលធ្វើការបានសម្រេចនោះគឺជាអ្នកដែលឆ្លងកាត់ឧបសគ្គនោះមកហើយខ្លះធ្ងន់ខ្លះស្រាលតែក៏មិនមែនគ្រប់គ្នាអាចពុះពៀឧបសគ្គនោះបានសម្រេចគ្រប់គ្នានោះទេការដែលមនុស្សយើងពុះពៀឆ្លងកាត់ឧបសគ្គទៅឲ្យបានក៏ដោយការតស៊ូជាមួយឧបសគ្គនោះពុំមែនអាចឆ្លងកាត់ទៅបានដោយការគិតវេះឬការផ្លោះដូចជាផ្លោះរបងនោះទេតែយើងត្រូវចូលទៅឲ្យដល់ឧបសគ្គនោះ
ប្រៀបដូចជាការជិះទូកកាត់រលកឬកាត់ព្យុះភ្លៀងអញ្ចឹងទើបយើងអាចឆ្លងកាត់រលកកាត់ព្យុះកាត់ភ្លៀងទៅបានដូច្នោះដែរតាមពិតការតស៊ូជាមួយឧបសគ្គមិនពិបាកទេប្រសិនបើយើងបានតស៊ូយកឈ្នះចិត្តនិងកម្លាំងចិត្តរបស់យើងជាមុនសិននោះចិត្តនិងកម្លាំងចិត្តរបស់យើងនឹងហើយដែលចាត់ទុកថាជាគូតស៊ូដ៏ពិតប្រាកដរបស់យើងការតស៊ូជាមួយទឹកចិត្តនិងកម្លាំងចិត្តខ្លួនឯងនេះពិបាកជាងតស៊ូជាមួយឧបសគ្គផ្សេងនៅខាងក្រៅទៅទៀតដូចជាក្តៅរងាព្យុះភ្លៀងការពិបាកជាដើមការតស៊ូយកឈ្នះទឹកចិត្តរបស់យើងនោះគឺយើងត្រូវមានសតិជានិច្ចកុំរាថយត្រូវតែមានកម្លាំងចិត្តមិនត្រូវអស់កម្លាំងចិត្តជាមុនឡើយពេលតស៊ូជាមួយចិត្តខ្លួនឯងរហូតបានឈ្នះនិងមានកម្លាំងចិត្តរឹងមាំហើយនោះក៏អាចតស៊ូជាមួយឧបសគ្គខាងក្រៅបានដែរហើយការពុះពៀឆ្លងកាត់នោះបានផលល្អទៀតផងតែបើយកឈ្នះចិត្តខ្លួនឯងដោយការពុះពៀឧបសគ្គដ៏សំខាន់នោះដោយការខ្ជិលច្រអូសដោយការរាថយនិងការអស់កម្លាំងចិត្តមិនបាននោះទេតើអាចទៅពុះពៀជាមួយឧបសគ្គអ្វីទៅព្រះពុទ្ធទ្រង់បានទូន្មានថាតស៊ូយកឈ្នះចិត្តរបស់ខ្លួនឯងជាមុននោះយើងនឹងឈ្នះអ្វីៗគ្រប់យ៉ាងនៅលើโลกនេះបានក្នុងការរស់នៅវិញពុំមែនងាយស្រួលគ្រប់បែបយ៉ាងនោះទេជីវិតមានឡើងមានចុះមានសុខមានទុក្ខជាគូទៅជាមួយគ្នាគ្រប់ពេលវេលាជាពិសេសក្នុងរឿងធ្វើការងារកាន់តែធំមានឧបសគ្គកាន់តែច្រើនបើសិនកូនធ្វើការអ្វីមួយដែលកូនគិតច្បាស់ថាជាការងារល្អនោះជាការងារធ្វើឲ្យរីកចម្រើនបានតែបើពេលធ្វើទៅហើយការងារមិនចម្រើនដូចដែលយើងគិតទុកនោះទេនោះហៅថាមានឧបសគ្គរារាំងហើយកូនត្រូវតែពុះពៀឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយភាពហ្មត់ចត់កុំឆេវឆាវគិតដោះស្រាយតាមសម្រួលកុំអាលរួញរាអស់កម្លាំងចិត្តឲ្យសោះរបស់ដែលសំខាន់ជាងគេបំផុតក្នុងពេលដែលយើងមានបញ្ហាឧបសគ្គនៅក្នុងជីវិតនោះគឺកម្លាំងចិត្តកុំឲ្យកម្លាំងចិត្តធ្លាក់ចុះការងារឬមាសប្រាក់គ្មានយ៉ាងណាក៏ដោយកុំឲ្យកម្លាំងចិត្តយើងធ្លាក់ទៅតាមត្រូវតែជ្រុំជ្រែងកម្លាំងចិត្តឲ្យបានដូចចាស់បុរាណពោលថាបើដួលឲ្យក្រោកឈរមានន័យថាពេលយើងដួលថ្លោះធ្លោយទៅនោះត្រូវក្រោកឈរតស៊ូជាថ្មីមានតែអ្នកក្រោកឈរឡើងតស៊ូនោះទេទើបអាចទៅដល់គោលដៅបានពេលដែលយើងដួលនៅលើផ្លូវហេតុអ្វីយើងត្រូវដេកនៅបែបនោះហេតុអីយើងមិនប្រញាប់ក្រោកឡើងហើយ
ដើរទៅមុខទៀតដូចគ្នានឹងពេលដែលយើងមានឧបសគ្គឬជួបនឹងការអស់សង្ឃឹមហេតុអ្វីយើងមិនធ្វើចិត្តយើងឲ្យរឹងមាំអូសទាញខ្លួនឯងចេញពីការអស់សង្ឃឹមនោះហើយក្រោកឈរឡើងដកដង្ហើមឲ្យស្រួលរួចឈានជើងទៅមុខដោយភាពជឿជាក់ដោយសតិបញ្ញានិងដោយមានការប្រុងប្រយ័ត្នជាងមុនប្រើកំហុសខុសឆ្គងដែលមានកណ្ដងមកជាគ្រូសម្រាប់ដាស់តឿនចិត្តមកធ្វើជាមេរៀនដើម្បីកុំឲ្យមានការខុសឆ្គងបែបនោះទៀតហើយព្រមឈានទៅមុខដោយភាពជឿជាក់និងដោយកម្លាំងចិត្តដែលរឹងមាំនោះគ្រប់គ្នាមានក្តីសង្ឃឹមហើយម្នាក់រស់នៅដោយមានសង្ឃឹមគ្រប់គ្នាទោះបីពិបាកយ៉ាងណាក៏ដោយក៏នៅសង្ឃឹមថាថ្ងៃណាមួយនឹងសមតាមបំណងបានងើបមុខរួចដូចគេដូចឯងបើសិននៅមានសង្ឃឹមទោះបីឲ្យរងចាំយូរប៉ុណ្ណាក៏ចាំបានដែរប៉ុន្តែតម្រាំបានសម្រេចនោះក៏អាចនឿយហត់ស្ទើរស្រក់ឈាមទៅហើយបើសិនកូនប៉ងអ្វីទុកតែមិនបានដោយបំណងគិតនោះកុំរួញរាអស់សង្ឃឹមជាមុនអីអ្នកដែលគេសំតាមបំណងនោះព្រោះមកពីគេមិនចេះអស់សង្ឃឹមមិនចេះដើរថយក្រោយចេះតែដើរទៅមុខរកសេចក្តីសង្ឃឹមរហូតទើបគេសំតាមបំណងកូនប្រហែលធ្លាប់ឮមកខ្លះហើយព្រះពុទ្ធអង្គបានត្រាស់ថាមនុស្សយើងឆ្លងផុតទុក្ខបានព្រោះសេចក្តីព្យាយាមនោះគឺពិតប្រាកដណាស់កូនអើយការខុសឆ្គងការបរាជ័យដែលយើងជួបប្រទះពុំមែនធ្វើឲ្យយើងអស់សង្ឃឹមទាំងអស់នោះទេដរាបណាដែលយើងនៅមិនទាន់អស់សង្ឃឹមប្រកាសជាមានថ្ងៃមួយដែលសមតាមបំណងបើអស់សង្ឃឹមហើយនោះនឹងអស់សង្ឃឹមរហូតទៅបើខុសហើយអាចកែខ្លួនជាថ្មីបានដួលហើយក៏អាចក្រោកឈរវិញបានដែរដោយធ្លាប់បានប្រាប់កូនមកហើយថាបើដួលហើយត្រូវក្រោកឈរវិញខុសញឹកញាប់ដួលញឹកញាប់ទោះបីធ្វើឲ្យយើងឈឺខ្លួននិងរួញរាក៏ដោយតែក៏ធ្វើឲ្យយើងកាន់តែរឹងមាំឡើងពេលយើងរឹងមាំហើយនោះថ្ងៃក្រោយមិនងាយខុសមិនងាយដួលទេតាំងខ្លួនបានស្ថិតថេរតាំងចិត្តតាំងសតិហើយទន្ទិញថាស៊ូចិត្តយើងក៏រឹងមាំឡើងពេលចិត្តយើងរឹងមាំហើយរាងកាយយើងក៏ព្រមតស៊ូដើរទៅមុខជានិច្ចរកសេចក្តីសង្ឃឹមបានជានិច្ចហើយថ្ងៃណាមួយគង់តែដល់គោលដៅនោះទេពេលដែលយើងបោះជំហានមិនឈប់ហើយឆ្ពោះទៅមុខជារឿយនោះថ្ងៃណាមួយគង់តែបានសម្រេចប្រភពបង្កើតកម្លាំងចិត្តកូនសម្លាញ់ធ្លាប់ប្រាប់កូនខ្លះរួចមកហើយថា
កម្លាំងចិត្តជាកម្លាំងខាងក្នុងដែលធ្វើឲ្យមនុស្សយើងមានភាពរឹងមាំអត់ធ្មត់មិនរាថយហើយមិនចោះចាញ់ព្រមទាំងព្យាយាមតស៊ូបន្តទៀតដោយភាពជឿជាក់បើមនុស្សយើងអស់កម្លាំងចិត្តឬកម្លាំងចិត្តធ្លាក់ចុះនោះជួនកាលរហូតដល់មិនចង់មានជីវិតរស់នៅទៀតផងចង់ស្លាប់ទៅឲ្យផុតសូម្បីតែអ្នករឹងមាំហើយក្តីបើអស់កម្លាំងចិត្តនោះដៃជើងនិងខួរក្បាលក៏អស់កម្លាំងទៅជាមួយដែរអាចដល់ថ្នាក់គិតផ្ដេសផ្ដាសថាត្រូវធ្វើដើម្បីអ្វីបើធ្វើហើយមិនបានការមិនបានផលបែបនេះអ្នកជំងឺបើសិនមានកម្លាំងចិត្តល្អក៏អាចឆាប់ជាដែរប៉ុន្តែបើអស់កម្លាំងចិត្តនោះក៏បណ្ដាលឲ្យស្លាប់បានភ្លាមបើដឹងបែបនេះហើយគួរតែរកកម្លាំងចិត្តល្អមកដាក់ក្នុងខ្លួនកម្លាំងចិត្តនេះអាចកើតឡើងពីប្រការពីរយ៉ាងគឺខ្លួនឯងនិងអ្នកដទៃពីប្រការនេះគឺខ្លួនឯងក៏អាចសាងកម្លាំងចិត្តដោយខ្លួនឯងបានដោយបន្ថែមចំណេះដឹងនិងសមត្ថភាពដល់ខ្លួនឯងម្ចាស់ការលើខ្លួនឯងនឹងធ្វើឲ្យមានជំនឿចិត្តនិងភាពជឿជាក់លើខ្លួនឯងភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯងនេះហើយដែលធ្វើឲ្យមានកម្លាំងចិត្តតស៊ូដោយខ្លួនឯងក្រៅពីនោះគួរខំធ្វើអំពើល្អធ្វើរឿងដែលមានប្រយោជន៍ទុកឲ្យបានច្រើនភាពជាមនុស្សល្អនិងជាមនុស្សមានប្រយោជន៍ធ្វើឲ្យយើងគិតថាយើងក៏មិនអន់ជាងអ្នកផ្សេងដែរហេតុអីយើងត្រូវរួញរាអស់សង្ឃឹមគ្មានកម្លាំងចិត្តគ្រាន់តែភាពខុសឆ្គងធ្វើការមិនបានផលសម្រេចនោះបើជឿជាក់ហើយគិតបានបែបនេះក៏នឹងអាចកើតមានជាកម្លាំងចិត្តដែលអាចធ្វើការបានហើយធ្វើអំពើល្អទៅជារឿយដោយមិនចាំបាច់រងចាំឲ្យអ្នកដទៃមកផ្ដល់កម្លាំងចិត្តក៏បានដែរដោយហៅថាជាម្ចាស់ការលើខ្លួនឯងបានបន្ធូរខ្លះទៅនឹងបានសប្បាយប្រកាសជាមានថ្ងៃមួយដែលមនុស្សយើងជួបទុក្ខឬជួបបញ្ហាដែលធ្វើឲ្យទើសទាល់ក្នុងចិត្តចង់ប្រាប់អ្នកណាក៏មិនបានមនុស្សដឹងច្រើនក៏មិនបានឬទុកព្រួយដែលខ្លួនឯងគិតថាអ្នកផ្សេងមិនអាចជួយបានទេទុកព្រួយបែបនេះនឹងធ្វើឲ្យស្មុគស្មាញគិតច្រើនរហូតដល់ឈឺក្បាលគេងមិនបានបាយមិនចូលអាចមានជំងឺសរសៃប្រសាទបានងាយបើកូនជួបប្រទះបញ្ហាបែបនេះដូចគេនោះកូនកុំលាក់ទុក្ខម្នាក់ឯងអីត្រូវបន្ធូរចេញមកខ្លះនឹងបានសប្បាយចិត្តដូចមនុស្សឈឺពោះអញ្ចឹងកូនពេលបានបត់ជើងហើយក៏មានអារម្មណ៍ស្រួលខ្លួនភាពស្មុគស្មាញនិងការបារម្ភក្នុងរឿងផ្សេងដែលមាននៅក្នុងចិត្តកូនក៏ដូចគ្នាត្រូវបន្ធូរចេញមកតែកុំទៅបន្ធូរដោយបំផ្លាញរបស់របរឬទៅជេរស្ដីបន្ទោសអ្នកដទៃនោះកាន់តែថែមទុកថែមរឿងកាន់តែច្រើនវិធីបន្ធូរអារម្មណ៍ភាពស្មុគស្មាញ
ដែលល្អបំផុតនោះគឺនិយាយឲ្យអ្នកដទៃស្ដាប់អ្នកដែលយើងគួរប្រាប់ឲ្យស្ដាប់មុនគេនោះគឺឪពុកម្ដាយយើងមានរឿងពិបាកចិត្តអ្វីក៏មកប្រាប់ឪពុកម្ដាយស្ដាប់មុនឪពុកម្ដាយគ្រប់គ្នាគ្មានគ្រោះគ្មានភ័យអ្វីសម្រាប់កូនទេឪពុកម្ដាយតែងតែយល់ចិត្តកូននិងអាណិតដល់កូនជានិច្ចទោះបីពេលខ្លះដោះស្រាយបញ្ហាឲ្យកូនមិនបានតែជាកន្លែងរំលែកទុក្ខរបស់កូនដែរកូនប្រាប់កូនយំបញ្ចេញអារម្មណ៍អ្វីនៅចំពោះមុខឪពុកម្ដាយបានទាំងអស់ឪពុកម្ដាយយល់ព្រមស្ដាប់ព្រមទទួលដឹងនិងអាណិតដល់កូនជានិច្ចកុំទុកឪពុកម្ដាយជាអ្នកដទៃការស្អប់សេចក្តីទុក្ខកង្វល់ទាំងពួងរបស់កូនគួរតែយកមកនិយាយឲ្យឪពុកម្ដាយស្ដាប់កុំទុកលាក់ក្នុងចិត្តតែម្នាក់ឯងឪពុកម្ដាយព្រមជួយដល់កូនជានិច្ច